ស្រមៃមើលមហាសមុទ្រអាត្លង់តិកដ៏ធំធេងដែលគ្មានប្រទេសអ៊ីស្លង់ឈរជាប្រទេសខ្ជិលឬជាបារាំងរលកទៀតទេប៉ុន្តែទុកឲ្យប្រទេសគ្រីនឡននិងអឺរ៉ុបកាន់តែឆ្ងាយពីគ្នាប្រវត្តិសាស្ត្ររឿងនោះនឹងផ្លាស់ប្ដូរយ៉ាងខ្លាំងគ្មានអ៊ីស្លង់មានន័យថាគ្មានការពង្រីកនៃជនវីគីងទៅអាមេរិកខាងជើងទេ Leif Erikson ប្រហែលជាមិនដែលរកឃើញដី Vinland ទេហើយការយល់ដឹងរបស់អឺរ៉ុបអំពីពិភពថ្មីនឹងពន្យាពេលយូរច្រើនអក្សរសាស្ត្រ Saga របស់អ៊ីស្លង់ដែលជាស្នាដៃសរសេរដ៏សំខាន់បំផុតមួយក្នុងប្រវត្តិសាស្ត្រនឹងមិនដែលមានឡើយផ្នែកវប្បធម៌ក៏បាត់បង់ផងដែរគ្មានហ្គេមល្បី EEVE Online គ្មានបច្ចេកវិទ្យាថាមពលកម្ដៅក្នុងដីដ៏អស្ចារ្យគ្មានទេសភាពភ្នំភ្លើងដ៏ស្រស់ស្អាតហើយគ្មានប្រទេសដំបងដែលមានប្រធានាធិបតីស្រីផងដែរគ្មានប្រទេសអ៊ីស្លង់និងប្រព័ន្ធអេកូឡូស៊ីដ៏ពិសេសរបស់វាពិភពលោកទាំងមូលនឹងរងផលប៉ះពាល់ធ្ងន់ធ្ងរពីបញ្ហាការឡើងកម្ដៅផែនដី